អ្នកសៀមរាបទៅជួបអ្នកភ្នំពេញនៅខេត្តសៀមរាបដោយសារតែថ្ងៃហ្នឹងមានមិត្តភ័ក្តិខ្ញុំដែលដូចជាបងស្រីគាត់មកលេងនៅសៀមរាបចឹងទៅគាត់ណាត់ខ្ញុំជួបនៅហាងកាហ្វេមួយនៅសៀមរាបប៉ុន្តែនៅពេលដែលអ្នកសៀមរាបនិងអ្នកភ្នំពេញជួបគ្នាគឺដំបូងគឺខ្ញុំនិយាយអំពី what's going on ជាមួយនឹងជីវិតរបស់ខ្ញុំប្រចាំថ្ងៃការរស់ស៊ីទោះបីជាយើងមួយនៅសៀមរាបមួយនៅភ្នំពេញមែនប៉ុន្តែយើងនៅតែរក្សាទំនាក់ទំនងយើងតែងតែរក្សាពេលវេលាឬក៏ឆ្លៀតក្នុងការបានជួបគ្នាពេលដែលខ្ញុំទៅភ្នំពេញគឺយើងបានជួបគ្នាឬក៏ពេលដែលគាត់មកសៀមរាបគឺយើងត្រូវទៅណាត់ជួបគ្នាចឹងទៅពេលខ្លះយើងអត់មាននិយាយអីច្រើនអីណាស់ណាសំខាន់អីណាស់ណាអ្នកនរគ្នាប៉ុន្តែវាជាពេលវេលាគេហៅថា quality time ក្នុងការរក្សាទំនាក់ទំនងហើយនឹង connection នឹងយើងអត់ដឹងថាទៅថ្ងៃមុខទៀតយើងមិនដែរជួនកាលគ្រាន់តែមិននិយាយស្ដាប់គ្នាទៅវិញទៅមកក៏ជាមធ្យោបាយក្នុងការចែករំលែកបទពិសោធន៍ឬក៏គាត់ឲ្យជាចំណេះដឹងឬក៏ idea ថ្មីៗដែលយើងពិបាកក្នុងការដោះស្រាយអញ្ចឹងណាឬក៏យើង share អីថ្មីៗទៅគាត់ដែរគឺព្យាយាមរក្សាទំនាក់ទំនងព្យាយាមបង្កើតមិត្តភ័ក្តិឲ្យបានច្រើនហើយមិត្តភ័ក្តិយើងមួយឲ្យមានគុណភាពទាំងការដែលយើងចេះយកទុកទរៈគ្នាទៅវិញទៅមកចែករំលែកព័ត៌មានគ្នាពេលខ្លះយើងអត់ចាំបាច់ឆាតមួយគ្នានឹកគ្នារៀងរាល់ថ្ងៃទេប៉ុន្តែនៅពេលដែលពេលវេលាមួយដែលយើងអាចចំណាយមួយគ្នាបានកន្លះម៉ោង1ម៉ោងក៏យើងអាចចំណាយពេលវេលាដើម្បីជាផលប្រយោជន៍រៀងៗខ្លួនថងថាគាត់ចែករំលែកមួយយើងខ្ញុំចែករំលែកមួយគាត់អ្វីដែលយើងអាចរៀនសូត្រពីគ្នាបានអញ្ចឹងណាហើយទៅថ្ងៃមុខទៀតក៏វាជា benefit មួយសម្រាប់យើងដែរព្រោះឧទាហរណ៍ថាយើងត្រូវទៅទីក្រុងភ្នំពេញយើងអាចជាមានការស្គាល់គាត់ឬក៏គាត់មកសៀមរាបគាត់ស្គាល់យើងអញ្ចឹងយើងពឹងពាក់គ្នាបានទៅវិញទៅមកអញ្ចឹងរក្សាទំនាក់ទំនងមិត្តភ័ក្តិឲ្យបានច្រើនគឺជាជម្រើសមួយដ៏ល្អ